នៅថ្ងៃពុធទី3ខែមិថុនាឆ្នាំ2026នេះលោកអាដាមសូរតនៈប្រធានសមាគមយុវជនការពារសន្តិភាពព្រមទាំងថ្នាក់កណ្ដាលនិងមានការចូលរួមពីក្រមយុវជនការពារសន្តិភាពសាខាខេត្តកំពង់ចាមដែលដឹកនាំដោយលោកម៉ែនចន្ទោបានសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននាំយកអំណោយជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន2គ្រួសារដែលស្ថិតនៅភូមិស្វាយត្បូងនិងភូមិស្វាយកណ្ដាលឃុំស្វាយសាច់ភ្នំស្រុកស្រីសន្ធរខេត្តកំពង់ចាមអំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមានអង្គរ1បេមី2កេសទឹកត្រី1យួរទឹកសុទ្ធ2យួរអំបិល1កញ្ចប់សារ៉ុង1និងថវិកា 60000 រៀលឆ្លៀតក្នុងឱកាសនោះអាដាមសូរតនៈបានបង្ហាញនៅសេចក្តីរំភើបរីករាយណាស់ដែលបានវិលត្រឡប់មកជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានទាំងអស់គ្នាសាជាថ្មីម្ដងទៀតនាពេលនោះដែរប្រជាពលរដ្ឋបានថ្លែងនៅសេចក្តីរំភើបរីករាយនិងបានថ្លែងនៅអំណរអគុណដល់អាដាមសូរតនៈនិងក្រុមការងារយុវជនការពារសន្តិភាពដែលបាននាំយកអំណោយមកចែកជូនដល់ពួកគាត់ផ្ទាល់ហើយប្រជាពលរដ្ឋបានបន្តទៀតថាពួកគាត់ធ្លាប់តែឃើញលោកអាដាមសូរតនៈនិងក្រុមការងារនៅក្នុងបណ្ដាញសង្គមជួយដល់អ្នកខ្វះខាតដល់ឥឡូវបានជួបផ្ទាល់និងទទួលបានអំណោយផ្ទាល់ទៀតពួកគាត់ពិតជារំភើបសប្បាយចិត្តណាស់ហើយចង់ឲ្យអាដាមនិងក្រុមការងារបន្តនាំយកអំណោយជួយដល់អ្នកដែលមានជីវភាពខ្វះខាតបន្តទៀតជាមួយគ្នានេះដែរអាជ្ញាធរមូលដ្ឋានក៏បានថ្លែងនៅអំណរអគុណដល់អាដាមសូរតនៈនិងក្រុមការងារយុវជនការពារសន្តិភាពដែលតែងតែគិតគូរយកចិត្តទុកដាក់នាំយកអំណោយជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនិងពិការភាពនៅតាមមូលដ្ឋានមិនថានៅខេត្តកំពង់ចាមឬនៅតាមបណ្ដាខេត្តនានានោះទេជាចុងក្រោយអាដាមសូរតនៈបានជូនពរដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានព្រមទាំងក្រុមការងារទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនមានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ចពីខ្ញុំបាទសេងខ្មែរថ្ងៃនេះក្រុមការងារបាទមកពីថ្នាក់កណ្ដាលដូចជាក្រុមការងារកំពង់ចាមខាងបងដឹកនាំដោយបងម៉ែនចន្ទោបាននាំយកអំណោយមានក1បេមី2កេសទឹកសុទ្ធ2យួរបាទទឹកត្រីក៏ដូចជាសារ៉ុងថវិកា 60000 បាទអរគុណច្រើនបាទអរគុណច្រើនមានអរគុណ